នេះគឺផ្សារទំនើប EOS 3ចង់ខ្លាយទៅជាម្ចាស់ផ្ទះក្នុងពេលឆាប់ខាងមុខនេះដូចគ្នាផងដែរជំរាបសួរតើលោកអ្នកដឹងទេថាភាពអស្ចារ្យនៃការរស់នៅបែបស៊ីវិល័យនិងទាន់សម័យគឺជាបទពិសោធន៍ដ៏ថ្មីស្រឡាងដែលលោកអ្នកមិនអាចប្រៀបបានជាមួយនឹងទីកន្លែងរស់នៅដែលប្រកបទៅដោយប្រណិតភាពក៏ដូចជាការរចនាបថបែបអភិជនទាំងនេះគឺជាកត្តាដ៏សំខាន់បំផុតហើយក៏មាននៅក្នុងគម្រោងមានជ័យ Residence ដែលស្ថិតនៅខាងត្បូងនៃរាជធានីភ្នំពេញដែលអភិវឌ្ឍលំនៅឋានគឺទំហំផ្ទៃដីជិត20ហិកតាហើយថ្ងៃនេះគឺនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅទស្សនាជាមួយនឹងគម្រោងវីឡា3ប្រភេទដែលជាវីឡានៅក្នុងក្តីសម័យរបស់លោកអ្នកដែលទី1គឺវីឡា Queen វីឡា Prince និងវីឡា Princess អញ្ចឹងទៅទស្សនាទាំងអស់គ្នាថាតើគម្រោងវីឡាទាំង3ប្រភេទនេះមានលក្ខណៈអ្វីពិសេសបានជាបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍ហើយក៏ដូចជាមានភាពលេចធ្លោនៅក្នុងប្រទេសកម្ពុជាតោះទៅជាមួយនឹងខ្ញុំនេះគឺជាផ្ទះវីឡា Queen ដែលមានទំហំផ្ទៃដីគឺ18គុណនឹង24ម៉ែត្រហើយទំហំផ្ទះគឺ13ម៉ែត្រកន្លះគុណនឹង1735ឥឡូវយើងទៅមើលនៅខាងមុខបន្តទៀតតោះសិនជេងអូយស្អាតមែនតើពិតជាស្អាតខ្លាំងមែនតើហើយនៅទីនេះគឺអ្នកទាំងអស់គ្នាអាចចតរថយន្តបានរហូតដល់3គ្រឿងឯណោះហើយនៅខាងនោះគឺជាសួនច្បារក៏ដូចជាបរិវេណនៅជុំវិញផ្ទះដែលយើងអាចសម្រាកក៏ដូចជាយើងសូបយកខ្យល់អាកាសឥឡូវយើងទៅចូលមើលនៅខាងក្នុងផ្ទះវិញម្ដងសិនជេងវ៉ាវស្អាតមែនតើនេះគឺជាបរិវេណ foyer ដែលម្ចាស់ផ្ទះគឺគាត់អាចរៀបចំតុបតែងដេគ័របានធំខ្លាំងមែនទែនដេគ័រយ៉ាងម៉េចក៏ស្អាតដែរអ្វីដែលពិសេសមួយទៀតគឺមានពន្លឺចូលមកខាងក្នុងផ្ទះគឺគ្រប់គ្រាន់តែម្ដងអញ្ចឹងបងប្អូនទាំងអស់គ្នាមិនចាំបាច់ប្រើភ្លើងអគ្គិសនីច្រើនទេវាអាចជួយសន្សំសំចៃបានច្រើនខ្លាំងមែនទែនចាអូយស្អាតស្រឡះមែនទែនពេញចិត្តខ្លាំងមែនទែនឥឡូវយើងមកមើលនៅបន្ទប់ទទួលភ្ញៀវវិញម្ដងនេះគឺជាផ្ទះនៅក្នុងក្តីសម័យរបស់ខ្ញុំតែម្ដងអ្វីដែលខ្ញុំចាប់អារម្មណ៍គឺនៅទីនេះគឺមានពន្លឺចេញចូលបានគ្រប់គ្រាន់ល្អហើយមួយទៀតគឺពីដានខ្ពស់ខ្ញុំឆ្លាញ់ផ្ទះដែលមានពីដានខ្ពស់ហើយផ្ទះនេះគឺពីដាននេះគឺមានកម្ពស់ 6.4 ម៉ែត្រខ្ពស់ខ្លាំងមែនទែនអញ្ចឹងឃើញថាផ្ទះរបស់យើងគឺធំទូលាយល្អអ្វីដែលនេះខ្ញុំចាប់អារម្មណ៍មួយទៀតនៅបន្ទប់ទទួលភ្ញៀវនេះគឺនៅពេលដែលយើងអង្គុយយើងអាចកលេចទៅមើលបរិវេណនៅខាងក្រៅផ្ទះបានសួនច្បារនៅខាងក្រៅផ្ទះមានអារម្មណ៍ថា relax មែនតើយើងអាចអង្គុយអានសៀវភៅឬក៏យើងអាចបើកទ្វារនេះដើម្បីស្រូបយកខ្យល់អាកាសក៏បានដែរនេះគឺជាចង្ក្រានបាយស្ងួតសម្រាប់មិត្តនារីរបស់យើងដែលគាត់ចូលចិត្តថតបែបជា vlog ធ្វើម្ហូបអីចឹងគឺត្រូវខ្លាំងមែនតើពីព្រោះចង្ក្រានបាយខាងយើងនេះគឺរៀបចំតុបតែងស្រស់ស្អាតមែនតើហើយតុបាយគឺនៅខាងមុខនេះផ្ទាល់តែម្ដងនេះខ្ញុំក៏ចាប់អារម្មណ៍ដែរនៅពេលដែលយើងទទួលទានអាហារពេលថ្ងៃឬក៏ពេលល្ងាចអញ្ចឹងយើងបើកវាំងននឲ្យធំយើងអាចទស្សនាជាមួយនឹងបរិវេណនៅខាងក្រៅមានអារម្មណ៍ល្អខ្លាំងមែនតើចាហើយយើងមិនមែនមានតែចង្ក្រានបាយស្ងួតមួយនេះទេគឺយើងនៅមានចង្ក្រានបាយសើមមួយទៀតអញ្ចឹងនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលនៅចង្ក្រានបាយសើមនៅខាងក្នុងនេះមួយទៀតណាអូយរៀបចំតុបតែងស្អាតមែនតើណាមិនថាតែចង្ក្រានបាយនៅខាងក្នុងទេសូម្បីតែចង្ក្រានបាយសើមនេះក៏ស្អាតដូចគ្នាដែរអូមួយទៀតនេះខ្ញុំភ្លេចជម្រាបជូនដល់អ្នកទាំងអស់គ្នាថានៅជាន់ផ្ទាល់ដីនេះគឺយើងមានបន្ទប់មួយទៀតសម្រាប់មនុស្សចាស់ហើយជាន់ផ្ទាល់ដីនេះដូចគ្នាក៏មានបន្ទប់សម្រាប់អ្នកនៅជាមួយដូចគ្នាដែរចាជាន់ទី1នេះគឺយើងមាន2បន្ទប់គេងហើយមួយទៀតគឺជាភាពលេចធ្លោដូចគ្នាផងដែរគឺថាយើងអាចប្រស្រ័យតាក់ទងគ្នាបានជាមួយនឹងក្រុមគ្រួសាររបស់យើងចាពីជាន់ទី1ទៅជាន់ផ្ទាល់ដីបានយើងអាចមើលគ្នាឃើញយើងអាចនិយាយគ្នាឮបានណាវ៉ាវអូយបន្ទប់មេគ្រួសារនេះគឺធំខ្លាំងមែនតើណាបងប្អូនអូយតលាយអូយនិយាយទៅខ្ញុំមានអារម្មណ៍ថាចូលមកខាងក្នុងនេះគឺពេញចិត្តខ្លាំងតែម្ដងគឺមានពលឺចូលមកគ្រប់គ្រាន់ល្អតែម្ដងចាហ
ហើយអ្វីដែលនេះខ្ញុំចាប់អារម្មណ៍មួយទៀតហ្នឹងគឺថាវេរ៉ង់ដានៅខាងមុខបន្ទប់នេះគឺធំទូលាយល្អខ្លាំងមែនទែនងាយស្រួលដែលយើងចេញទៅស្រូបយកខ្យល់អាកាសមិនថាពេលព្រឹកមិនថាពេលល្ងាចទេឬក៏ចង់អានសៀវភៅក៏បានដែរហើយអ្នកទាំងអស់គ្នាមានចាប់អារម្មណ៍មួយទៀតអត់នោះគឺផ្សារទំនើប EOS 3រីឯបន្ទប់សម្លៀកបំពាក់និងបន្ទប់ make up វិញគឺធំទូលាយល្អខ្លាំងមែនទែននេះខ្ញុំជឿជាក់ថាសម្រាប់មិននារីពេលដែលចូលមកដល់បន្ទប់នេះឃើញទូលាយអញ្ចឹងប្រកាសជាពេញចិត្តមែនទែនដោយសារតែយើងដាក់សម្លៀកបំពាក់ក៏បានច្រើនដាក់កាបូបដាក់ស្បែកជើងហើយអ្វីដែលពិសេសមួយទៀតគឺថាកន្លែងនេះគឺតុដែលយើង make up គឺធំទូលាយល្អខ្លាំងមែនទែនសម្រាប់បន្ទប់នេះគឺមិនចាញ់បន្ទប់មេគ្រួសារមិញទេគឺថាមានពន្លឺចូលមកភ្លឺល្អខ្លាំងមែនទែនបាច់បើកភ្លើងក៏បានដែរហើយបន្ទប់គឺធំទូលាយល្អដូចគ្នាហើយសម្រាប់ជាន់ទី2នេះគឺយើងមាន3បន្ទប់គេងបន្ទប់សិក្សាមួយហើយនិងបន្ទប់កំសាន្តមួយសម្រាប់បន្ទប់នីមួយនេះគឺសុទ្ធសឹងតែមានការគិតគូរយ៉ាងលម្អិតលម្អន់តាក់ទងជាមួយនឹងលំហូរខ្យល់ក៏ដូចជាពន្លឺតាមតម្រូវការរបស់អតិថិជនហើយអ្វីដែលពិសេសមួយទៀតគឺថាបន្ទប់កំសាន្តនេះគឺមានវេរ៉ង់ដាជាប់នៅខាងមុខយើងអាចធ្វើដំណើរឆ្លងទៅបន្ទប់គេងនៅខាងក្រោយបានដូចគ្នាផងដែរនៅពេលដែលនេះខ្ញុំបានមកទស្សនាផ្ទាល់នៅវិឡា Queen របស់គម្រោង Minjay Residence នេះគឺនេះខ្ញុំមានអារម្មណ៍ថាពេញចិត្តខ្លាំងមែនទែនហើយក៏ចង់ខ្លាចទៅជាម្ចាស់ផ្ទះក្នុងពេលឆាប់ខាងមុខនេះដូចគ្នាផងដែរ